ក្រសួងការពារជាតិបានប្រកាសថាការវាយប្រហាររបស់យោធាថៃពីថ្ងៃមកនេះបានបណ្ដាលឲ្យប្រជាជនស៊ីវិលកម្ពុជា7នាក់ស្លាប់និងរងរបួសចំនួន20នាក់ក្រសួងការពារជាតិបានប្រកាសថាការវាយប្រហាររបស់យោធាថៃពីថ្ងៃមកនេះបានបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជា7នាក់បានស្លាប់និងចំនួន20នាក់ទៀតរងរបួសលោកជំទាវម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឲ្យដឹងថាយោងតាមព័ត៌មានបឋមពីអាជ្ញាធរខេត្តបានឲ្យដឹងថាការបើកការបាញ់ប្រហាររបស់យោធាថៃមកលើទីតាំងប្រជាជនស៊ីវិលចាប់តាំងពីថ្ងៃទី8ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី9ខែធ្នូឆ្នាំ2025គិតត្រឹមវេលាម៉ោង6ព្រឹកបានបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាចំនួន7នាក់បានស្លាប់និងរងរបួសចំនួន20នាក់ក្រសួងការពារជាតិបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះហើយនេះបានបង្ហាញយ៉ាងច្បាស់ការដែលភាគីថៃបានរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងថៃក្រោមសាក្សីរបស់អាដាមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងអាដាមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ាន